ហើយការអនុវត្តច្បាប់នេះវាច្រើនទៅលើខ្ញុំសូមលើកបន្តិចចុះដោយសារខ្ញុំផ្ទៀងម៉ោងណាខ្ញុំនៅសល់ពេលផាជីមកបន្តិចទៀតអនុវត្តលើហ្មងច្បាប់ឧទាហរណ៍ថាឥឡូវនេះរាជរដ្ឋាភិបាលលោកឲ្យពិនិត្យណែឡានណាឥឡូវឃើញគ្រប់ស្រុកទាំងអស់ខាងកំពង់ចាមឲ្យពិនិត្យឡានហ្នឹងមានឯកសារគ្រប់គ្រាន់ទេអ្នកបរនឹងឯកសារគ្រប់គ្រាន់ទេក៏ប៉ុន្តែអ្នកដែលច្បាប់ចរាចរណ៍ហ្នឹងបាទគោរពច្បាប់ចរាចរណ៍ទេណាដាក់លើទម្ងន់ទេយ៉ាងម៉េចប៉ុន្តែខ្ញុំឃើញការអនុវត្តគឺថាបើចង់ទៅលឿនគឺហុចលុយណាហុចលុយទៅគឺទៅបានណាអញ្ចឹងចំពោះបញ្ហានេះយើងមានការលំបាកណាព្រោះខ្ញុំឃើញនៅមើលនិយាយទៅនៅប្រធាយក៏មាននៅព្រៃតតឹងក៏មាននៅខាងកំពង់សៀមក៏មានណាអញ្ចឹងសួរថាយ៉ាងម៉េចខាងក្រមចម្រុះចុះពិនិត្យនៃច្បាប់ចរាចរណ៍មួយច្បាប់ចរាចរណ៍ពិនិត្យតែត្រឹមច្បាប់ចរាចរណ៍ទៅក៏មិនទៅចាំទៅយកលុយយកគ្រប់ឡានហ្មងហើយប៉ិនស្គាល់ដែរមិនមែនថាយកគ្រប់ឡានទេឡានដូចថាគេអ្នកឯកជនអីអត់ទេគ្នាលេងដល់ឡានដឹកទំនិញឡានដឹកអរិញមនុស្សបាទបញ្ហានេះធ្វើឲ្យតម្លៃទំនិញក៏ឡើងថ្លៃណាហើយទំនិញក៏ឡើងថ្លៃអ្នកជិះក៏ឡើងថ្លៃបាទនេះចំពោះការអនុវត្តច្បាប់លើសច្បាប់ឬក៏យកច្បាប់មកធ្វើជាខែលដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនហើយចុងក្រោយមួយនេះអានេះក៏ជាបញ្ហាមួយដែលយើងត្រូវដឹងដែរពាក់ព័ន្ធនឹងផ្លូវច្បាប់ដែរច្បាប់លក្ខខណ្ឌដែលត្រូវដាក់ជាពិសេសពាក់ព័ន្ធនឹងកម្មការិនីទៅប្រទេសម៉ាឡេស៊ីគាត់ទៅសេល្អណាបាទទៅសេល្អណាមកអាចទទួលយកបានប៉ុន្តែនៅពេលដែលទៅដល់ប្រទេសម៉ាឡេហ្នឹងដូរអស់លីណាដូរអស់ធ្វើឲ្យកម្មករយើងគេថាអត់អាចទទួលដែលថាធ្វើការនឹងបានព្រោះវាធ្ងន់ពេកហើយត្រូវត្រឡប់មកផ្ទះវិញយ៉ាងម៉េចបើគេដកប៉ាសពតបាត់ហើយណាហើយទៅប្រាប់ទូតមិនមែនលោកឯកអគ្គរដ្ឋទូតទេតែជាលេខាទូតអីទៅឆ្លើយថាអីពេលមកមិនក៏មិនប្រាប់ពេលមានរឿងក៏ប្រាប់អាកន្លែងហ្នឹងសោកស្ដាយអនុវត្តច្បាប់ទៀតយើងជាទូតយើងជាតំណាងរបស់ប្រជារាស្ត្រខ្មែរអញ្ចឹងរដ្ឋធម្មនុញ្ញក៏បានចែកដែរប្រជារាស្ត្រខ្មែរនៅទីណាក៏មានការគាំពៀពីរដ្ឋាភិបាលហើយទូតហ្នឹងឯងតំណាងរដ្ឋាភិបាលអញ្ចឹងមិនគឺយើងត្រូវឆ្លើយអញ្ចឹងទៅវិញបាទហើយសូមអំពាវនាវឲ្យបញ្ចប់បញ្ហាហ្នឹងហើយបើគ្នាត្រូវមកវិញត្រូវលុយ$2,000អីមកវិញអាហ្នឹងគឺថាមានបញ្ហាឥឡូវនេះសូមធ្វើម៉េចឲ្យកម្មករទាំងអស់ដែលមិនអាចធ្វើការនៅម៉ាឡេស៊ីនឹងបានឲ្យត្រឡប់មកស្រុកវិញសូមឲ្យទូតម៉ាឡេស៊ីជួយបញ្ហាហ្នឹងផងហើយប៉ាសពតដែលបានដកប្រមាណហ្នឹងត្រូវឲ្យមកវិញមកហើយបញ្ជូនមកស្រុកវិញមកមួយទៀតនៅទីនេះរយៈពេលកន្លះខែកន្លងទៅនេះយើងឃើញហើយថាមានការពឹងខាំងអត់ឲ្យជួបម្ដាយអត់ឲ្យជួបអីបិទទូរស័ព្ទអីរហូតដល់កម្មការនេះខ្លះដាក់ខ្សែសមុទ្រចុះមកដល់សមុទ្រចុះមកវាធ្លាក់នេះគឺជាបញ្ហាដែរនេះក៏ការអនុវត្តច្បាប់ដែរអញ្ចឹងខ្ញុំបាទសូមបញ្ជាក់អញ្ចឹងថាបើគេអត់ពេញចិត្តទៅឲ្យគេទៅវិញទៅបាទកុំឲ្យខាំងថាខាំងណាហើយទាលុយទាកាក់គ្នាបាទអញ្ចឹងទីបញ្ចប់នេះខ្ញុំបាទសូមអរគុណចំពោះសម្ដេចប្រធានដែលបានអនុញ្ញាតឲ្យខ្ញុំមានយោបល់ហើយសង្ឃឹមថាតំណាងរាជរដ្ឋាភិបាលលោកនឹងពិចារណាចំពោះអ្វីដែលជាសំណើរបស់ខ្ញុំសូមអរគុណលោកអ្នកនាងនិងបងប្អូនជនរួមជាតិជាទីគោរពនិងជាទីមេត្រីបាទលោកអ្នកនាងនិងបងប្អូនជនរួមជាតិទើបទៅបានតាមដានស្ដាប់នៅបទអន្តរាគមន៍របស់លោកជាមចានីនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី4នីតិកាលទី4ដែលលោកអ្នកនាងនិងបងប្អូនជនរួមជាតិទើបទៅបានតាមដានស្ដាប់អំបញ្ញមិញនេះចប់តែប៉ុណ្ណេះសូមអរគុណផុតទៅហើយមេត្តាឆ្លើយ5សងសាខ្ញុំឲ្យដឹងធម៌សូរិយាគុណទៀបរៀបអរប្រងគុណលោកអ្នកនាងនិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីពន្លឺភ្លើងទៀនដែលលោកអ្នកនាងបានតាមដានស្ដាប់នាពេលនេះចប់តែប៉ុណ្ណេះសូមលោកអ្នកតាមដានស្ដាប់នៃការផ្សាយកម្មវិធីពន្លឺភ្លើងទៀនជារៀងរាល់ថ្ងៃតាមរយៈវិទ្យុសំបុកឃ្មុំ FM 105នៅវេលាម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 1 រសៀលនិងតាមរយៈវិទ្យុមហានគរ FM 93.5 ចាប់ពីម៉ោង 6 ល្ងាចរហូតដល់ម៉ោង 7 យប់ហើយប្រសិនបើលោកអ្នកខកខានមិនបានតាមដានស្ដាប់កម្មវិធីពន្លឺភ្លើងទៀនតាមរយៈវិទ្យុទាំងពីរខាងលើសូមអញ្ជើញតាមដានស្ដាប់តាមរយៈគេហទំព័រ www.somrangsipathy.org អង្គុយស្រមៃឃើញថ្លៃជានិច្ចពករត់សាប់ឆ្ងាយបាត់ទៅហើយអូនអើយបងនៅចង
ចាំមិនភ្លេចកម្មវិធីពលឺភ្លើងទៀនរងចាំទទួលនៅការបញ្ចេញមតិនិងការលើកឡើងជុំវិញបញ្ហាទាំងឡាយដែលប៉ះពាល់ដល់បញ្ហារស់នៅប្រចាំថ្ងៃរបស់បងប្អូនសូមអញ្ជើញទូរស័ព្ទមកកាន់លេខ092 69 79 និង41ស្រងអស់ស្រីក្នុងលោកមិនងាយនឹងរកដូចកូនឡើយណាកម្មវិធីពលឺភ្លើងទៀនសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងអស់ចូលរួមជាមួយគណបកសំរងស៊ីនៅក្នុងការកសាងនិងអភិវឌ្ឍសង្គមឲ្យបានជឿនលឿនប្រកបដោយចីរភាពតម្លាភាពសមធម៌និងយុត្តិធម៌កម្មវិធីពលឺភ្លើងទៀនសូមថ្លែងអំណរគុណចំពោះការតាមដានស្ដាប់របស់អស់លោកអ្នកសូមគោរពលា